ជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានទេសនានៅពេលនេះជាមួយនឹងនាងខ្ញុំសូមនាំបងប្អូនមកកំសាន្តនៅក្នុងឧទ្យានមួយដែលនាងខ្ញុំចូលចិត្តជាងគេហើយថ្ងៃនេះមានភាពស្ងប់ស្ងាត់ដោយសារមេឃស្រទុំអត់សូវមានមនុស្សនៅមកទីនេះទេមិញមានគេមករៀបអាពាហ៍ពិពាហ៍ថតរូបខាងជនជាតិឥណ្ឌាគាត់មករៀបអាពាហ៍ពិពាហ៍ថតរូបជាមួយនឹងបងប្អូនមិត្តភ័ក្តិក្រុមគ្រួសារទុកជាអនុស្សាវរីយ៍ខ្ញុំនាំបងប្អូនមកមើលកំសាន្តនៅទិដ្ឋភាពនៃឧទ្យាននៅទីនេះដែលមានទំហំដីធំទូលាយនៅកន្លែងនោះគឺជាកន្លែងដែលគេអាំងសាច់សម្រាប់អាំងសាច់មកសម្រាប់កំសាន្តជាមួយនឹងក្រុមគ្រួសារមិត្តភ័ក្តិបងប្អូនហើយខាងមុខនោះគឺជាបឹងនេះគូស្វាមីថ្មីដែលគេកំពុងតែនាំគ្នាដើរនៅក្នុងសួននៅខាងលើដែលយើងឃើញពណ៌ខៀវតង់ពណ៌ខៀវបាំងហ្នឹងគឺកន្លែងក្មេងលេងឈៀនក្មេងមកលេងនៅថ្ងៃចុងសប្តាហ៍ម្ដាយពុកនាំមកហើយនេះគឺជាគេធ្វើជាស្រះមួយដែរដើម្បីឲ្យមានទេសភាពស្រស់បំព្រងសម្រាប់មនុស្សសត្វទាំងអស់ផ្កានេះស្អាតណាស់ពណ៌ក៏ស្រស់ស្អាតមានពណ៌លឿងមានពណ៌ទឹកក្រូចនៅកន្លែងនេះកន្លែងសម្រាប់អង្គុយញ៉ាំអីសម្រាប់ហើយខ្ញុំនាំបងប្អូនអស់គ្នាទៅខាងលើនេះមានទេសភាពក៏ស្អាតណាស់ដែរសារភ្លេងរលឹមស្រិចនៅពេលនេះមិនសូវជារងាត្រជាក់ខ្លាំងណាស់ទេដោយសារឥឡូវនេះវាជារដូវគេហៅផ្ការីករដូវ spring ផ្ការីកស្ទុះស្គាយល្អណាស់ស្លឹកឈើក៏លាស់ត្រួយខ្ចីដើមឈើលាស់ស្លឹកលាស់ត្រួយបៃតងខ្ចីស្រស់ល្អកន្លែងនេះគេធ្វើជារោងមួយទុកឲ្យយើងមកសម្រាកបើសិនមានភ្លៀងមានអីជ្រកភ្លៀងអញ្ចឹងទៅបង្ហាញបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានដឹងបានយល់និងស្គាល់នៅប្រទេសមួយដ៏ល្អមួយនេះល្អផូរផង់ទាំងមនុស្សទាំងទឹកដីសត្វអត់មានខ្លាចយើងទេដោយសារយើងអត់មានទៅធ្វើអីគេអត់មានបៀតបៀនរំខានពួកគេគឺរស់នៅដោយសុខដុមរមនានៅកន្លែងមាន
បងមានកៅអីសម្រាប់អង្គុយលេងយកម្ហូបអាហារមកញ៉ាំនៅទីនេះក៏បានអង្គុយរៀនសិក្សាអ្នកដែលចង់រៀនចូលចិត្តរៀនចូលចិត្តការរៀនសូត្រអាចមករៀនសូត្រសិក្សានៅទីនេះគឺអាចប្រើប្រាស់បានច្រើនយ៉ាងតែគេហាមមិនឲ្យជិះកង់ជិះម៉ូតូអីចូលទេឡានចតនៅខាងក្រៅមានកន្លែងចតកន្លែងនេះរោងនេះគឺជារោងសម្រាប់អ្នកដែលមានកម្មវិធីគាត់ចង់ជប់លៀងជួបជុំអីអាចកក់នៅខាងអ្នកគ្រប់គ្រងសួនបានសួននេះគឺជាសួនសាធារណៈអត់មានឲ្យបង់លុយកាតព្វកិច្ចបង់លុយអីទេតែបើសិនជាអ្នកមកកក់ដើម្បីធ្វើកម្មវិធីប្រហែលជាត្រូវជួយថវិកាបន្តិចបន្តួចមិនថ្លៃទេចឹងកន្លែងនេះជាទីកន្លែងសម្រាប់សហគមន៍ដើម្បីបម្រើសហគមន៍ដែលរស់នៅជុំវិញតំបន់នេះតំបន់នៅជុំវិញឧទ្យាននេះឃើញរស់គាត់នាំកូនគាត់មកដើរលេងគាត់បានហាត់ប្រាណផងគាត់បានដើរនាំកូនដើរលេងផងចឹងYeah, well, that's all right. We'll just have a look. គឺខាងលើសម្រាប់អ្នកគាត់ដើរហាត់ប្រាណជុំវិញហ្នឹងទៅវាមានកន្លែងច្រើនដើម្បីឲ្យយើងដើរហើយបន្ទប់ទឹកមានច្រើនកន្លែងដែរនៅខាងក្រោមនោះមាន2នៅខាងលើនេះនៅខាងនេះមាន1ហើយវាស្មើខៀវខ្ចីដូច្នេះរហូតគ្រប់រដូវពេញមួយឆ្នាំចង់បង្ហាញទេសភាពនៅទីនេះមានទេសភាពស្រស់បំព្រងស្អាតដីទំហំដីនៅទីនេះមាន37ហិកតាមានសត្វបក្សីបក្សីជាច្រើនប្រភេទខុសៗគ្នាការជាច្រើនរយប្រភេទដើមឈើច្រើនអត់មានមនុស្សទេថ្ងៃនេះមានតែមនុស្សបន្តិចបន្តួចបំផុតមកលេងនៅទីនេះសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនានៅការបង្ហាញអំពីសួនឧទ្យាននៅតំបន់មួយនៃទីក្រុង Melbourne ប្រទេសអូស្ត្រាលីចាសូមអរគុណសូមជម្រាបលា